đi ba nó đi bây giờ cho chú ơi Why is it so quiet? Where are all the Cambodian refugees? They are returned to Cambodia. Thailand needs to solve this immediately. If there's no proper space for Cambodian refugees, you will have to deal with the international community yourself. Fight! តាក់ទងទៅនឹងរឿងសោតនីយកម្មនៅភ្នំខ្មៅទីខ្ញុំបាននិយាយលម្អិតនៅក្នុង channel YouTube របស់ខ្ញុំណាហើយបងប្អូនទៅមើលប៉ុន្តែគ្រាន់តែខ្ញុំបញ្ជាក់បន្ថែមថារឿងភ្នំខ្មៅនេះគឺខ្ញុំបានសិក្សាច្រើនជាពិសេសឯកសារដែលមានកម្មវិធីមួយរបស់សាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិកដែលគាត់បានសិក្សាហើយបានពិភាក្សាគ្នាច្រើនដែលមានគម្រោងចងក្រងនៅឯកសារនឹងច្រើនហើយខ្ញុំបានមើលហើយខ្ញុំក៏បានស្ដាប់កថារបស់ប្រវត្តិវិទូរបស់អាមេរិកកាំងអ្នកនៅសាកលវិទ្យាល័យ Johns Hopkins ហើយគាត់បានមកធ្វើបកថានៅក្នុងមូលនិធិរបស់លោកតាំងស៊ីនសាននៅកម្ពុជាក្នុងឆ្នាំប្រហែលជា1998ខ្ញុំមិនចាំច្បាស់ប៉ុន្តែប្រហែលជាឯកឧត្តមស៊ឹងសាវៀគាត់ច្បាស់ព្រោះជាមិត្តភក្តិរបស់គាត់ផងហើយគាត់ដឹងរឿងភ្នំខ្មៅហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែសង្ខេបជូនបងប្អូនថាការឈឺចាប់គឺមានដូចគ្នាប៉ុន្តែបងប្អូនអាចសួរខ្ញុំថាតើឲ្យខ្ញុំទៅជេរដូចបងប្អូនបានបញ្ជាក់ថាខ្ញុំនឹងស្នេហាជាតិឬក៏ស្រឡាញ់ជាតិឬក៏ជាតិនិយមឬក៏យ៉ាងម៉េចណាបើខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញបងប្អូនអញ្ចឹងថាដើម្បីបញ្ជាក់ថាឲ្យខ្ញុំស្រឡាញ់ជាតិតើខ្ញុំជេរដូចបងប្អូនឬក៏មិនប៉ុន្តែបើអញ្ចឹងមែនខ្ញុំទៅរួចទេណាពីព្រោះខ្ញុំតាំងពីទូចមកណាមានម្ដាយខ្ញុំជាសាក្សីថារឿងអានេះមួយសូម្បីតែឆ្លោះគ្នាក៏វាមិនចេះឆ្លោះដែរណាអញ្ចឹងខ្ញុំអត់ចេះជេរទេហើយឥឡូវដើម្បីបញ្ជាក់ថាទឹកចិត្តស្នេហាជាតិហ្នឹងត្រូវធ្វើម៉េចឥឡូវខ្ញុំឆ្លើយតបទៅហ្នឹងថាត្រូវឲ្យខ្ញុំធ្វើម៉េចប៉ុន្តែបើឲ្យជេរខ្ញុំអត់ជេរទេប៉ុន្តែខ្ញុំសូមផ្ដល់យោបល់អញ្ចេះថាឥឡូវមុននឹងចូលហ្នឹងខ្ញុំនិយាយពីរឿងភ្នំខ្មោចបន្តិចសិនណាភ្នំខ្មោចទេរឿងសោតនីយកម្មស្លាប់ពលរដ្ឋខ្មែរហ្នឹងគឺមានមែនគឺប្រហែលជាតុង 30000 នាក់ណាហើយដោយសារតែខាងថៃក្នុងរដ្ឋបាលរបស់លោកគ្រីងសាន់គាត់បានរុញប្រជាជនទៅវិញណាមិនឲ្យចូលទឹកដីគាត់ហើយទម្លាក់តាមភ្នំដងរែកទេប៉ុន្តែសួរបងប្អូនត្រូវសិក្សាអំពី background របស់វាហើយវាស្អីគេអា behind the scene មានស្អីនៅពីក្រោយតើវាជាចេតនារបស់ថៃឬក៏ដោយសារតែថៃនឹងទប់សភាការណាពីព្រោះនៅពេលនោះយួនវាយចូលមកអ្នកដែលចង់យកចំណេញពីការស្លាប់របស់ប្រជាជនកម្ពុជាមិនមែនថៃទេខ្ញុំគ្រាន់ជំរាបបងប្អូនប៉ុណ្ណឹងគឺប៉ុលពតហើយនឹងយួនគឺពួកខ្មែរក្រហមហើយនឹងយួនអ្នកដែលចង់យកចំណេញពីសោកនាដកម្មហ្នឹងឬក៏ការស្លាប់របស់ពលរដ្ឋកម្ពុជាហ្នឹងខ្ញុំគ្រាន់ជំរាបបងប្អូនប៉ុណ្ណឹងគឺគេរុញទៅខ្មែរក្រហមរុញទៅយកលេសហ្នឹងគឺរុញទៅពីមុខយួនរុញប្រជាពលរដ្ឋចូលទៅក្នុងទឹកដីថៃទឹកដីរបស់គេហើយពេលកំពុងមានសង្គ្រាមចឹងផងតើវាមានស្អីកើតឡើងណាតើប្រជាពលរដ្ឋមែនឬក៏ជាទាហានយួនដែលទៅប្រកបនៅក្នុងពលរដ្ឋកម្ពុជាហ្នឹងអញ្ចឹងណាអញ្ចឹងគេគិតអំពីសន្តិសុខជាតិរបស់គេអញ្ចឹងហើយបានគេរុញមកវិញប៉ុន្តែពេលរុញហ្នឹងគឺយួននិងខ្មែរក្រហមដាក់មានស្កាត់ហើយស្រេចដើម្បីសម្រាប់ប្រជាជនកម្ពុជាដូច្នេះខ្ញុំគ្រាន់តែមានទូនាទីមួយបញ្យល់បងប្អូនប៉ុណ្ណឹងហើយមានការសិក្សាច្រើនតែឥឡូវនេះខ្ញុំសូមផ្ដល់យោបល់ដល់បងប្អូនថាបើបងប្អូនស្រឡាញ់ហើយមានការឈឺចាប់ស្រឡាញ់ជាតិហើយមានការឈឺចាប់ពីរឿងសោកនាដកម្មបងប្អូនត្រូវសិក្សាប្រវត្តិសាស្ត្រណារៀនប្រវត្តិសាស្ត្រច្បាប់រៀនច្បាប់អន្តរជាតិចងក្រងឯកសារឲ្យមានភស្តុតាងត្រឹមត្រូវបង្កើត